ទេសរបស់គាត់ទេបាទគឺគាត់កាន់ជើងបច្ចាមិត្តឲ្យបាទរំលោភបំពានបូរណភាពទឹកដីរបស់កម្ពុជាដូច្នេះបើសិនជាគាត់មិនបានស្រឡាញ់ជាតិមិនបានស្រឡាញ់កម្ពុជាផងអញ្ចឹងបានន័យថាគាត់មិនមែនខ្មែរទេបានន័យថាគាត់គឺជាជាតិជនជាតិផ្សេងសម្រាប់លោកតើលោកយល់យ៉ាងម៉េចចំពោះការស្នើនៅក្នុងការធ្វើវិសោធនកម្មច្បាប់របស់សម្ដេចតេជោហើយបច្ចុប្បន្ននេះតាមខ្ញុំបានសួរទៅអ្នកនាំពាក្យក្រសួងយុតិធធម៌គឺក្រមការងារបច្ចេកទេសគឺកំពុងតែជំរុញការងារនេះពន្លឿនធ្វើមែនទែនបាទអរគុណតារាហើយសម្រាប់ខ្ញុំយល់ឃើញថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់យើងនៅក្នុងប្រទេសកម្ពុជាគិតចាប់ពីឆ្នាំ1993រហូតដល់បច្ចុប្បន្នហ្នឹងគឺថាសោធនកម្មបានច្រើនលើកច្រើនសារហើយអញ្ចឹងការដែលសម្ដេចធម្មដីនិងសម្ដេចតេជោដែលមានគំនិតដូចផ្ដើមក្នុងការវិសោធនកម្មពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញយើងមាត្រា33បាទអញ្ចឹងមាត្រា33ពាក់ព័ន្ធទៅនឹងគឺថាធ្វើម៉េចឲ្យរដ្ឋធម្មនុញ្ញយើងហើយរាជរដ្ឋាភិបាលគឺក្រសួងយុតិធធម៌ហ្នឹងពិចារណាលើមាត្រា33ទៅម្ដងចំពោះខ្ញុំយល់ឃើញថាការវិសោធនកម្មលើរដ្ឋធម្មនុញ្ញទៅតាមព្រឹត្តិការណ៍នយោបាយគឺវាអត់ខុសអីទេចំពោះខ្ញុំក្នុងនាមយើងជាអ្នកនយោបាយយើងមើលឃើញថាការដែលយើងគំនិតដូចផ្ដើមរបស់សម្ដេចតេជោហ៊ុនសែនដើម្បីដកសញ្ជាតិជនបុគ្គលណាខ្ញុំចង់និយាយថាវាមិនមែនទូទៅទេបុគ្គលណាដែលខុបខិតជាមួយនឹងបរទេសមិនសំដៅទៅលើបុគ្គលណាដែលមានសញ្ជាតិ2សញ្ជាតិ3អីទេគឺនិយាយរួមទៅគឺនៅក្នុងប្រទេសកម្ពុជាគឺប្រជាជនយើងបើសិនជាមានគំនិតដែលគិតមិនដល់សម្រាប់គូប្រទេសជាតិគឺមានរួមខិតខុបខិតគ្នាជាមួយនឹងជនបរទេសមិនគិតថាថៃឬក៏ប្រទេសណាទេដែលបំផ្លាញប្រទេសកម្ពុជាយើងត្រូវតែមានច្បាប់មួយដើម្បីការពារគឺការពារផលប្រយោជន៍ជាតិមាតុភូមិរបស់យើងជាពិសេសគឺការពារផលប្រយោជន៍ប្រជាជនរបស់យើងតែម្ដងអញ្ចឹងប្រជាជនយើងស្លូតត្រង់គាត់រួមសុខរួមទុក្ខជាមួយនឹងរាជរដ្ឋាភិបាលរស់នៅក្នុងប្រទេសកម្ពុជាបើសិនជាមានបុគ្គលណាម្នាក់ដែលគាត់មិនស្មោះត្រង់ចំពោះប្រទេសជាតិគាត់អាងសញ្ជាតិមួយសញ្ជាតិពីរហើយគាត់ដើរចេះតែខុបខិតគ្នាជាមួយនឹងបរទេសចូលដៃចូលជើងជាក់ស្ដែងយើងឃើញថាជាមួយនឹងបញ្ហាថៃគឺបុគ្គលសំរងស៊ីនឹងតែម្ដងអញ្ចឹងច្បាប់នេះសេចក្តីព្រាងច្បាប់ដែលកំពុងថានឹងអាចកើតឡើងនេះអត់សំដៅទៅលើបុគ្គលមួយណាទេក៏ប៉ុន្តែបើសិនជាបុគ្គលអ្នកនយោបាយណាដែលធ្វើខុសគឺជាប់ទោសទៅនឹងក្នុងច្បាប់នេះតែម្ដងនៅលើពិភពលោករបស់យើងគឺនៅស្រុកពីហាំងក៏មានដែរច្បាប់ស្ដីអំពីដកសញ្ជាតិនៅក្នុងប្រទេសបារាំងក្នុងសម័យអតីតហ្វ្រង់ស័សវូឡង់ក៏ធ្លាប់បានធ្វើសេចក្តីព្រាងច្បាប់នេះដើម្បីដកជនបរទេសណាដែលរស់នៅក្នុងប្រទេសបារាំងបង្កើតបងតូចបងធំចារកម្មអីនៅក្នុងស្រុកបារាំងហើយយើងនៅប្រទេសជប៉ុនក៏គេមានច្បាប់មួយដែរដើម្បីដកសញ្ជាតិ2ឧទាហរណ៍ថាជប៉ុនគឺកំណត់អាយុ21ឆ្នាំគឺមានន័យថាបរទេសខ្លះគាត់ទៅកើតកូននៅស្រុកគេស្រុកអីបានសញ្ជាតិមកវិញមានការរៀនសូត្រក៏ប៉ុន្តែកំណត់ដល់អាយុ21ឆ្នាំគឺត្រូវតែមានសញ្ជាតិមួយគឺសញ្ជាតិជប៉ុនឬក៏សញ្ជាតិណាផ្សេងនៃការជ្រើសរើសនៅអាល្លឺម៉ង់ក៏គេកំណត់អាយុ23ឆ្នាំហើយនៅស្រុកខ្មែរយើងគឺមិនសំដៅអីទេខ្ញុំឃើញថាកូនលោកធំអ្នកខ្លះអ្នកមានខ្លះក៏មានទៅកើតនៅបរទេសដែរអញ្ចឹងខ្លះគឺពោពោះឲ្យឲ្យកូនទៅកើតនៅអាមេរិកទៅបារាំងគឺចង់បានសញ្ជាតិអញ្ចឹងអាការដែលយើងធ្វើច្បាប់ដើម្បីដកសញ្ជាតិនេះក៏វាជាការល្អមួយសម្រាប់ខ្ញុំដែរមិនសម្រាប់តែអ្នកនយោបាយទេគឺសម្រាប់ប្រជាពលរដ្ឋខ្មែរមួយចំនួនធំក៏យកកូនឲ្យទៅកើតមានប្រសូតនៅបរទេសដើម្បីគោលដៅចង់បានសញ្ជាតិអញ្ចឹងមកដល់ក្នុងសម័យដេជោធម្មដីគឺជាសម័យសន្តិភាពមួយដែលយើងធ្វើឲ្យច្បាប់ទម្លាប់របស់យើងគឺយើងទាំងអស់គ្នាពង្រឹងរបបលទ្ធិប្រជាធិបតេយ្យឲ្យបានកាន់តែរឹងមាំហើយនីតិរដ្ឋទៅឆ្ពោះទៅអនាគតគឺការកសាងច្បាប់មួយដ៏រឹងមាំវិសោធនកម្មនៅលើមាត្រាមួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញចំពោះខ្ញុំគឺថាធ្វើទៅតាមស្ថានភាពនយោបាយកើតឡើងឥឡូវយើងមើលឃើញថាប្រទេសកម្ពុជារបស់យើងមានបញ្ហាជាមួយនឹងប្រទេសថៃបច្ចុប្បន្នអញ្ចឹងទៅថ្ងៃអនាគតអត់ពីសម្ដេចដេជោទៅអញ្ចឹងប្រទេសកម្ពុជារបស់យើងច្រើនលើកហើយតែ500ឆ្នាំមុនយើងធ្លាប់មានសត្រូវឈ្លានពានរបស់យើងអញ្ចឹងឥឡូវចាប់ពីថ្ងៃនេះទៅថ្ងៃខាងមុខ500ឆ្នាំទៀតក៏វានៅតែមានសង្គ្រាមអញ្ចឹងយើងធ្វើច្បាប់មួយសម្រាប់ការពារនេះគឺការពារជាតិសាសន៍របស់យើងការច្បាប់ដកសញ្ជាតិមានខ្លះគឺកើតមកដូចខ្ញុំនិយាយកើតជាខ្មែរក៏ប៉ុន្តែខួរក្បាលឈាមរបស់គាត់មិនមែនជាខ្មែរណាអញ្ចឹងហើយដែលជាបញ្ហានៅក្នុងប្រទេសកម្ពុជារបស់យើងខ្លះកើតនៅដូចខ្ញុំនិយាយមិញថាកើតជាខ្មែរមានអំបូរជាខ្មែរក៏ប៉ុន្តែឈាមគំនិតគិតរបស់គាត់គឺអត់មានគិតប្រយោជន៍សម្រាប់ខ្មែរទេអញ្ចឹងគាត់បំផ្លាញខ្មែរតាមរូបភាពណាដែលគាត់អាចធ្វើបានអញ្ចឹងការក្នុងនាមជាមេដឹកនាំម្នាក់ដែលមានគិតផលប្រយោជន៍ជាតិយើងក៏មានច្បាប់មួយដើម្បីចងជើងសម្រាប់ពួកគាត់ដែរហើយច្បាប់នេះ
ខ្ញុំគិតថាសម្រាប់ខ្ញុំគឺបើថាចេញឲ្យលឿនក៏រឹតតែល្អសម្រាប់នៅក្នុងប្រទេសកម្ពុជាដើម្បីការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពទោះបីយ៉ាងណាក៏ដោយយើងមើលឃើញថាចំពោះបងប្អូនប្រជាពលរដ្ឋក៏ខ្ញុំឆ្លៀតឱកាសនេះក៏សំណូមពរដល់រាជរដ្ឋាភិបាលមេត្តាជួយបញ្យល់ឲ្យប្រជាពលរដ្ឋបានយល់ឲ្យបានច្បាស់អំពីរឿងដកសញ្ជាតិដែរកុំឲ្យប្រជាពលរដ្ឋមានការលឺច្បាប់នេះឡើងមានការភ័យខ្លាចច្បាប់នេះឡើងដោយសារអូគាត់សញ្ជាតិខ្មែរដែរគាត់អត់បានយល់គាត់ថាគាត់ធ្វើអីបន្តិចខ្លាចបាត់បង់សញ្ជាតិអញ្ចឹងច្បាប់នេះគឺជាច្បាប់មួយកែរដ្ឋធម្មនុញ្ញឬគឺច្បាប់ដាច់ដោយឡែកដើម្បីបញ្យល់ឲ្យប្រជាពលរដ្ឋឲ្យបានយល់កាន់តែច្បាស់ខ្ញុំគិតថាប្រជាពលរដ្ឋបច្ចុប្បន្នភាពគាត់កំពុងតែកើតជាតិនិយមដោយខ្លួនគាត់កុំឲ្យអាច្បាប់ដកសញ្ជាតិនឹងគឺคล้ายទៅជាច្បាប់មួយរារាំងនៅផ្នត់គំនិតដែលគាត់កំពុងតែចលនាជាតិនិយមដោយខ្លួនឯងប្រជាពលរដ្ឋមានការយល់ដឹងហើយដល់ពេលដែលឃើញថាច្បាប់នេះកើតចេញមកคล้ายទៅជាគាត់អខាននៅក្នុងការដែលគាត់ចូលរួមចំណែកក្នុងសង្គមជាតិជាមួយគាត់ព្រោះគាត់ថាច្បាប់នេះកើតឡើងចេញមកគឺមានការប្រជាពលរដ្ឋភ័យខ្លាចក៏រាជរដ្ឋាភិបាលមានពិចារណានៅលើកម្រិតនៅក្នុងការសិក្សាអំពីច្បាប់នឹងដែរថាច្បាប់ដាក់អីចេញមួយមកធ្វើម៉េចឲ្យប្រជាពលរដ្ឋមានការគ្រប់គ្រងឲ្យបាន70-80% មានការយល់ដឹងទូលំទូលាយគឺជាច្បាប់មួយហើយមានប្រសិទ្ធភាពក្នុងការអនុវត្តទៅថ្ងៃអនាគតហើយបានយូរអង្វែងសម្រាប់ទាំងអស់គ្នាពីព្រោះច្បាប់ការបង្កើតច្បាប់ឡើងមកគឺសម្រាប់តែផលប្រយោជន៍ប្រទេសជាតិខ្ញុំគិតថាសម្ដេចតេជោដែលមានគំនិតផ្ដួចផ្ដើមឡើងគាត់មិនដែលចង់ទៅបំផ្លាញជនជាតិសាសន៍ណាមួយគឺជាតិសាសន៍ខ្លួនឯងគឺចង់ធ្វើម៉េចការពារទឹកដីព្រៃព្រឹក្សារបស់យើងឲ្យបានល្អក៏ប៉ុន្តែវាផ្ទុយពីក្នុងការគិតរបស់យើងនេះគឺមានក្រុមជ្រុលនិយមគេគិតអីរឿងផ្សេងក៏ប៉ុន្តែបើសិនជាយើងយកច្បាប់មកអនុវត្តបើក្នុងរាជរដ្ឋាភិបាលដឹកនាំប្រទេសកើតឡើងដោយស្របច្បាប់តាមអាណត្តិនីមួយៗបោះឆ្នោតដែលប្រជាពលរដ្ឋគ្រប់គ្រងរាប់លាននាក់ក្នុងការដឹកនាំរាជរដ្ឋាភិបាលបើយើងមិនយកច្បាប់នឹងមកអនុវត្តតែប្រទេសកម្ពុជាគ្មានច្បាប់ទម្លាប់អីយើងវាត្រូវធ្លាក់នៅក្នុងកន្លងពួកក្រុមជ្រុលនិយមនៅចោលទៅវិញអញ្ចឹងសរុបមកវិញខ្ញុំយល់ឃើញថាការវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញសូមឲ្យអ្នកច្បាប់អ្នកជំនាញអ្នកសិក្សាស្រាវជ្រាវចំពោះខ្ញុំគ្រប់គ្រងនៅច្បាប់ចេញណាក៏ប៉ុន្តែសូមឲ្យច្បាប់នឹងកុំឲ្យវាកើតប្រទុសរាយនៅពេលច្បាប់ចេញមកធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចខ្ញុំមិនគ្រប់គ្រងទេតែបើសិនជាច្បាប់នឹងកើតចេញមកហើយប្រជាពលរដ្ឋមានសាទរហើយអបអរសាទរនៅក្នុងទរោះនៅក្នុងតម្លៃសន្តិភាពនេះច្បាប់នឹងគឺល្អសម្រាប់ប្រទេសជាតិរបស់យើងមែនទែនហើយមិនតែប៉ុណ្ណឹងច្បាប់នេះហើយមានអាយុកាលគ្រប់អាណត្តិគ្រប់កាលទៅថ្ងៃអនាគតពីព្រោះច្បាប់នេះវាមានប្រយោជន៍មួយការពារសង្គមជាតិយើងនៅពេលបុគ្គលណាជ្រុលនិយមធ្វើនយោបាយប្រឆាំងនឹងជាតិសាសន៍យើងមានច្បាប់នឹងមួយសម្រាប់ការពារនឹងសម្រាប់របស់ខ្ញុំគឺខ្ញុំយល់ឃើញមួយជ្រុងក្នុងតាដែលរាជរដ្ឋាភិបាលកំពុងតែសិក្សាអំពីច្បាប់នឹងបន្ថែមណាបាទសូមអរគុណលោកគុជលីដែលបានលើកឡើងនៅក្នុងនាមលោកជាមេគណៈបកនយោបាយមួយរូបហើយជាការសំណូមពរទៅដល់អ្នក